សួស្តីអ្នកនរគ្នាថ្ងៃនេះយើងរៀនអំពីអត្ថបទមួយដែលតាក់ទងអំពីចំណងជើងគឺ小明是一名学生មានន័យថា小明គឺជាសិស្សមួយរូបតោះឥឡូវយើងចូលរបស់យើងវិញមុននឹងយើងចូលអត្ថបទរបស់យើងមើលពាក្យកន្លឹះរបស់វាជាមុនសិនតោះពាក្យទី1អានថា小明小明សំឡេងទី3小មីងសំឡេងទី2មីងដល់ពេលអានចូលគ្នាសៀវមីងមានន័យថាឈ្មោះរបស់សៀវមីងហ្នឹងឯងហើយចំពោះពាក្យទី2ចៅសាំងមានន័យថាពេលព្រឹកចៅសំឡេងទី3ជឺអោចៅដល់ពេលសាំង是安山早上មានន័យថាពេលព្រឹកហើយដល់ពេលនេះ7 ម៉ោង 7ហើយអានេះឈីឈ្វានក្រោកពីគេងឈីឈ្វានហើយដល់ពេលចូលគេងសួរជាវក្រោកពីគេងអានេះឈីឈ្វានក្រោកពីគេងដល់ពេលសួរជាវចូលគេងហ្នឹងហើយឈឺមានន័យថាញ៉ាំដល់នេះចៅហ្វាន់អាហារពេលព្រឹកដល់ពេលនេះរាំងហូមានន័យថាបន្ទាប់មករ៉ាំងហូនៅខាងមុខវាគឺសៀននឹងគឺមុនសៀនហើយបន្តមកទៀតចុចសកម្មភាពហើយបានរាំងហូតាមក្រោយរាំងហូហើយបន្តមកទៀតអ្វីដែលផ្សេងទៀតចឹងទៅអ៊ីមីងមានន័យថាមួយរូបយើងប្រើអ៊ីមីងក៏បានអ៊ីវៃក៏បានអ៊ីវៃក៏មួយរូបដូចគ្នាដែរហើយឈីមានន័យថាជីសឺមានន័យថាបានចាស់ឬមួយក៏គឺជាឧទាហរណ៍ពាក្យនេះចឹងពាក្យនេះថា小明是一名学生មានន័យថា小明គឺជាសិស្សមួយរូបឬមួយយើងអាចនិយាយថា小明是一位学生អាហ្នឹងក៏ដូចគ្នាដែរពេលបកមកគឺដូចគ្នា学生មានន័យថាសិស្ស学生មានន័យថាសិស្សថាមានន័យថាគាត់អញ្ចឹងថាគឺមាន3គឺទី1ថាអានេះថាមនុស្សអានេះប្រើសម្រាប់មនុស្សប្រុសហើយថាមួយទៀតប្រើសម្រាប់មនុស្សស្រីហើយថាមួយទៀតគឺប្រើសម្រាប់សត្វឬមួយក៏វត្ថុអីផ្សេងថាគឺ3ហ្នឹងសំឡេងដូចគ្នាតោះឥឡូវយើងរៀនរៀនពាក្យថ្មីរបស់យើងហើយឥឡូវយើងចូលអត្ថបទរបស់យើងវិញគឺ小明是一名学生小明គឺឈ្មោះរបស់小明ហើយដល់ពេល是គឺជាឬមួយក៏បាទចាស់ប៉ុន្តែក្នុងអត្ថបទនេះគឺគេសឹកនោះគឺសំដៅទៅលើគឺជា小明是一位学生មានន័យថា小明គឺជាសិស្សមួយរូបបាទអញ្ចឹងតោះអត្ថបទរបស់យើងគឺ小明是一名学生小明គឺជាសិស្សមួយរូប每他每天几点起床មានន័យថាគាត់ជារៀងរាល់ថ្ងៃពេលព្រឹកម៉ោង7ក្រោកពីគេងអូខេអញ្ចឹងថាគឺមានន័យថាគាត់នឹងគឺសំដៅទៅលើមនុស្សប្រុសហើយ每天មានន័យថាជារៀងរាល់ថ្ងៃចៅសាំងមានន័យថាពេលព្រឹកឈីទៀនមានន័យថាម៉ោង7ដល់ពេលឈីឈ្វានគឺក្រោកពីគេងអញ្ចឹងដល់ពេលបូកចូលគ្នាថា每天早上7 ឈ្វានមានន័យថាជារៀងរាល់ព្រឹកគាត់ម៉ោង7គឺក្រោកពីគេងឈឺចៅហ្វាន់មានន័យឈឺមានន័យថាញ៉ាំដល់ពេលចៅហ្វាន់អាហារពេលព្រឹកអញ្ចឹងឈឺចៅហ្វាន់មានន័យថាអាហារពេលព្រឹក然后មានន័យថាបន្ទាប់មកដល់ពេលឈីមានន័យថាជិះ自行车មានន័យថាកង់ដល់ពេលឈីទៅ
学校 mình ta sẽ là điện chẳng然后骑自行车去学校 mình ta bắt đầu mốt chỉ con tờ sẽ là điện cho bà chi lan vĩnh nhưng rụp trừ sinh nhưng tranh tới như là để chờ được tế các bạn chỉ hay chi ní nhưng đô từ tranh chỉ chọn vĩnh ở nó dương chỉ ở đây chỉ còn 然后去自行车去学校，如果然后坐车，如果开车去学校，开 dương bạc lan từ là điểm, đúng rồi dương chỉ lan từ là điểm này chẳng tới. Đấy. Hay 学校离他家不远，学校离他家不远，离 mình ta cùng liệt, đúng rồi các bạn. Đấy. Là điểm tha mình này là quát chéo mình này là té pu diễn mình này là một ngày còn anh vậy tha té quát nơi một ngày vì là điện ok đúng không cô là đến room cùng vì té té quát cùng liệp Peter là đến cứ một ngày chưa dấu còn tại lạng công lý lạng lịch phí rồi bị công lý kỷ lỗ mình trong vậy tha còn thể pi cái lỗ ấy pi cái lỗ mát chẳng đấy tha sĩ hoan sĩ sĩ ha nị tha đôi dân vậy mình đang chẳng dân dân khởi như này tha nị chẳng tha mình này là có đọc bê sĩ hoan mình này là chủ trận sĩ sĩ mình này là điền số ha nị mình này là bị xa trận tha sĩ hoan sĩ sĩ ha nị mình này tha quát chủ chất điền bị xa trận han ý dân ai về phía xa chân ai về ban chán han ý các bạn trong vấn các bạn trong vấn có phía xa chân đã su xía mình tha cái nào vị trí hở hở mình thành nắng in dựa mình tha đần trời phang trả chân đúng rồi đã chọn xía hộ mình tha còi bị riêng đúng rồi bắt đầu bị riêng hào hay chẳng thật đấy chứ mình đây ha他喜欢学习汉语数学和音乐放学后 mình đây ha có chơi chất riêngភាសាចិនរៀនគណិតនិងតន្ត្រីហើយបន្ទាប់ពីចេញពីរៀនថាហួយជាជួយាចឹងមានន័យថាហួយជាមានន័យថាត្រឡប់មកផ្ទះហួយជាដល់ពេលជាប់នេះមានន័យថាធ្វើអានេះជួយាមានន័យថាគេកាត់ផ្ទះអញ្ចឹងគាត់ត្រឡប់មកផ្ទះវិញធ្វើកិច្ចការផ្ទះអូខេវ៉ាន់សាំងមានន័យថាពេលល្ងាចវ៉ាន់សាំងពេលល្ងាចថាហឺចារិននេះមានន័យថាគ្រួសារឬមួយក៏សមាជិកគ្រួសារអញ្ចឹងទៅវាដូចគ្នាអ៊ីឈីមានន័យថាជាមួយឈឺមានន័យថាញ៉ាំវ៉ាន់ហ្វាន់មានន័យថាអាហារពេលល្ងាចដល់ពេលចោលហ្វាន់អាហារពេលព្រឹកអញ្ចឹងរាំងហូបន្ទាប់មកខាន់ទៀនសឺខាន់មើលដល់ពេលទៀនសឺអីគេទៀនសឺគឺទូខាន់ទៀនសឺអញ្ចឹង晚饭晚上他和家人一起去一起吃晚饭然后看电视មានន័យថាពេលល្ងាចគាត់នឹងគ្រួសារបានញ៉ាំបាយអាហារពេលល្ងាចជាមួយនឹងគ្នាបន្ទាប់មកមើលទូរទស្សន៍ថាគាត់ដដែលប៉ុន្តែគាត់លើមនុស្សប្រុសដែរហិនមានន័យថាណាស់ស៊ីហ៊ាន់យើងរៀនមិញហ្នឹងអីគេចូលចិត្តចូលមកមានន័យថាចុងសប្តាហ៍ឬមួយញ៉ាតើអីចឹងណាហ្នឹងចូលមក in វ័យមានន័យថាពីព្រោះ可以មានន័យថាអាចហមានន័យថានឹង朋友មានន័យថាមិត្តភក្តិ一起មានហ្នឹងគឺជាមួយឈឺមានន័យថាទៅកងយានវ៉ាកងយានមានន័យថាសួនច្បារដល់ពេលវ៉ាគឺលេខអូខេចឹងមានន័យថា他很喜欢周末因为可以和朋友一起去公园玩មានន័យថាគាត់ចូលចិត្ត
ចុងសប្តាហ៍ណាពីព្រោះអាចបានដើរទៅសួនជាមួយនឹងមិត្តភ័ក្តិរបស់គាត់ឥឡូវលោកស៊ឺបកឲ្យបានមួយហើយឥឡូវលោកស៊ឺអានឲ្យមកចប់គឺ小敏是一名学生小敏是一名学生，她每天早上7点起床吃早饭，然后骑自行车去学校。学校离她家不远，她不远，只有2公里。她喜欢学习汉语、数学和音乐。放学后，他回家做作业，晚饭他和家人一起吃晚饭，然后看电视。他很喜欢周末，因为可以和朋友一起去公园玩。